ទាន់ហេតុការណ៍ប្រធានាធិបតីស៊ីជីនពីងទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីបើកកិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំឆ្នេះ Stand Up គឺជា Page Stand Up News នឹងធ្វើការលំអិតប្រុសវិនីនៅទីក្រុងសេអ៊ូលប្រធានាធិបតីចិនលោកស៊ីជីនពីងបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយនៅព្រឹកថ្ងៃប្រហ័សទី30ខែតុលាឆ្នាំ2025នេះដើម្បីត្រៀមបើកជំនួបប្រជុំកំពូលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោកស៊ីជីនពីងនឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងមកអស់គិតចាប់តាំងពីលោកត្រាំបានក្លាយទៅជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតកាលពីខែមករាដើមឆ្នាំ2025នេះយោងតាមសេតវិមានកិច្ចប្រជុំទ្វេភាគីនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង 11:00 នាទីព្រឹកម៉ោងនៅក្នុងតំបន់កាលពីថ្ងៃពុធទីក្រុងប៉េកាំងបានលើកឡើងថាមេដឹកនាំទាំងពីរនឹងជជែកវែកញែកគ្នាស៊ីជម្រៅអំពីបញ្ហាធំហើយសង្ឃឹមថានឹងមានលទ្ធផលវិជ្ជមានគណៈពេលដែលលោកត្រាំផ្ទាល់បានរំពឹងថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយជាមួយនឹងចិនក្នុងជំនួបជាមួយនឹងលោកស៊ីសូមបញ្ជាក់ផងដែរថាបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីខាងលើលោកស៊ីជីនពីងនឹងបន្តស្ថិតនៅប្រទេសកូរ៉េខាងត្បូងរហូតទៅដល់ថ្ងៃសៅរ៍ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APEC ហើយនឹងបំពេញទស្សនកិច្ចផ្លូវរ៉ាន់ចំណែកឯលោកត្រាំវិញនោះត្រូវបានគេរំពឹងថានឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល APEC នោះទេដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងបិទបញ្ចប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីនៅត្រឹមថ្ងៃប្រហ័សនេះក្រោយពីចាប់ផ្ដើមកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបានជួបព្រមានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន